បាទตัวแต่ในជនយើងវិលមកជួបគ្នាបន្តទៅវគ្គ3ហ្នឹងណាចា3ចាសង្ស័យចិត្តមិន10ទេថ្ងៃនេះមិន10ទៀតហ្នឹងបាទមិញនេះមានប្រិមិត្តរបស់យើងបានផ្ញើសារមកខ្ញុំជាច្រើនជុំវិញនឹងរឿងទី1ប្តីដេរិឆានសម្រាប់ប្រពន្ធកូនឪពុកម្ដាយម្ដាយក្មេកបាទដោយទស្សនៈរបស់អ្នកទស្សនាទាំងអស់បានបង្ហាញនៅទស្សនៈស្តៀងគ្នាដោយគាត់ចង់លើកឡើងថាបញ្ហាមនុស្សអញ្ចឹងគឺមនុស្សបញ្ហាខួរក្បាលហើយកាលណាមនុស្សបញ្ហាខួរក្បាលទៅហើយវាមិនខ្លាចអីនឹងការសម្លាប់ទេព្រោះវាដឹងថាខ្លួនឯងនឹងស្លាប់ដែរចាអត់ខ្លាចស្លាប់ដែរគំនិតស្លងអារម្មណ៍ទៅអញ្ចឹងបាទអញ្ចឹងបើដឹងថាមនុស្សប្រភេទអញ្ចឹងហើយលោកអ្នកកុំសូវធ្វេសប្រហែសជាមួយពេកបើសិនជាយ៉ាងម៉េចយ៉ាងម៉ាសុំកិច្ចឲ្យលឿនទៅព្រោះកុំនិយាយថាយើឯងមិនឲ្យចង់ម្លាប់ឯងណាអត់ចង់ទេអានឹងវាទៅតែហ្មងព្រោះវាអត់ខ្លាចងាប់ដែរហ្នឹងវាអត់ខ្លាចជាប់គុកហើយមានអីទៅវ៉ាព្រោះវាដឹងតែខ្លួនឯងងាប់ដែរណាចាបាទសុំឲ្យមើលមនុស្សប្រភេទហ្នឹងមែនតើឡាច់វាមានបញ្ហាខួរក្បាលបញ្ហាអីក៏ចរិតឲ្យយើងទៅកុំទៅចិត្តពេកកាន់កបិតកាន់អីកុំទៅចិត្តពេកដើរលេងមកកាប់យើងលេងអញ្ចឹងទៅហើយទៅធ្វើម៉េចបើវាដឹងតែងាប់បាទនេះជាទស្សនៈទូទៅទស្សនៈទី2ដែលសាររបស់មហាជនបានផ្សាយមកទៀតតាក់ទងអំពីគ្រោះថ្នាក់ចរាចរណ៍លោកបានលើកឡើងថារាល់ករណីគ្រោះថ្នាក់ចរាចរណ៍នៅតាមទីសាធារណៈទោះបីអ្នកសាក់ប្រមាណផ្កាយប្រមាណធំប៉ុណ្ណាតូចប៉ុណ្ណាគឺយើងត្រូវតែមានសិទ្ធិពេលនោះដោះស្រាយយកផ្លូវច្បាប់នឹងខុសហើយនឹងត្រូវជារួមហើយសិទ្ធិប៉ិនជាមួយនឹងរាជដែរស្មើនឹងប្រជាពលរដ្ឋដែរព្រោះពេលនោះគ្រោះថ្នាក់អត់មានគិតអំពីឋានន្តរស័ក្តិទេគិតអំពីខុសហើយនឹងត្រូវបាទមិនមែនសាក់ធំសិតតែត្រូវហើយណាអ្នកតូចសិតតែខុសហើយណាព្រោះច្បាប់នេះឯងគឺជាគោលការណ៍គ្រឹះមួយលីមីតមួយដើម្បីកុំឲ្យមនុស្សដើរហួសព្រំដែនកាលណាបើសិនជាអត់ច្បាប់មនុស្សព្រំដែនគ្មានទីបញ្ចប់ទេរាល់ថ្ងៃនេះនោះលោកបំពេញគ្នាអ្នកណាធំស៊ីតាមធំតូចស៊ីតាមតូចយ៉ាក់តូចយ៉ាក់ធំហ្នឹងបាទអញ្ចឹងហ៎បាត់មានបាត់គេហ៎មានយ៉ាក់ធំធាក់យ៉ាក់តូចយ៉ាក់តូចដេញយ៉ាក់ធំជំនាញគេចុះគាត់ផ្ញើសារមកច្រើនអញ្ចឹងយើងនិយាយទៅចាបាទមានអស់ថ្មណាគាត់ទៅហត់តាអស់តែម៉ោងនិយាយដូចអត់និយាយបាទតាបកគោលឲ្យទៅខាងកញ្ញាជើញចាករណីបន្តទៀតគឺករណីហុងចាំម៉ូតូ Honda Dream 2គ្រឿងបុកគ្នាបាក់ជើងនឹងដៃ3នាក់បើកបរខ្វះការប្រុងប្រយ័ត្នបណ្ដាលឲ្យម៉ូតូ2គ្រឿងបុកគ្នារងរបួសធ្ងន់3នាក់និងស្រាលម្នាក់នៅវេលាម៉ោង 8:50 នាទីយប់ថ្ងៃទី1ខែធ្នូនៅតាមបណ្ដោយផ្លូវសាប៉ូរ៉ូស៊ីភូមិព្រៃជីសាក់សង្កាត់ចំចៅខណ្ឌពោធិ៍សែនជ័យម៉ូតូបង្កម៉ាក Honda Dream ពណ៌ខ្មៅស៊េរីឆ្នាំ2015ជិះគ្នា3នាក់រងរបួសធ្ងន់2នាក់និងស្រាលម្នាក់អ្នកបើកបរម៉ូតូឈ្មោះមីឈ្មោះមីប៊ុនធឿនភេទប្រុសអាយុ20ឆ្នាំអីថាឈ្មោះមីលបលយោមុខរបរជាកម្មករសំណង់ស្នាក់នៅភូមិកាត់ហេតរងរបួសបាក់ជើងខាងស្ដាំមានស្រុកកំណើតនៅស្រុកស្វាយជ្រុំខេត្តស្វាយរៀងនិងរងរបួសធ្ងន់ម្នាក់ទៀតគឺឈ្មោះថាអ៊ុងសារិនអាយុ16ឆ្នាំចំណែកអ្នករងរបួសស្រាលគឺមិនស្គាល់ឈ្មោះគឺមិនស្គាល់ឈ្មោះទាំង3នាក់ធ្វើការនិងស្នាក់នៅជាមួយគ្នាចំណែកម៉ូតូរងគ្រោះម៉ាក Honda Dream ពណ៌ខ្មៅស៊េរីឆ្នាំ2015ជិះម្នាក់ឯងបាក់ដៃខាងឆ្វេងហើយតាមប្រភពព័ត៌មានពីកន្លែងកាត់ហេតុបាននិយាយថាមុនពេលកាត់ហេតុម៉ូតូបង្កជិះគ្នា3នាក់ទិសដៅពីជើងទៅត្បូងចំណែកម៉ូតូរងគ្រោះជិះម្នាក់ឯងពីត្បូងទៅជើងហើយមកដល់ចំណុចខាងលើម៉ូតូបង្កបាត់ឆ្វេងឆ្លងផ្លូវធ្វើឲ្យម៉ូតូរងគ្រោះចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកចំពាក់កណ្ដាលពេញទំហឹងបណ្ដាលឲ្យបាក់ជើងស្ដាំ2នាក់និងរងរបួសស្រាលម្នាក់ខូចខាតម៉ូតូតិចតួចចំណែកឯអ្នកបើកបរម៉ូតូរងគ្រោះបាក់ដៃខាងឆ្វេងនិងម៉ូតូខ្ទេចមួយកំណាត់ខាងមុខក្រោយពេលកាត់ហេតុជនរងគ្រោះ2នាក់ក៏ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅគ្លីនិកឯកជនរីឯជនរងគ្រោះអ្នកដែលបាក់ដៃហ្នឹងក៏ត្រូវបងប្អូនដឹកតាមរមាក់ម៉ូតូយកទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈចំណែកម៉ូតូគឺយកទៅរក្សាទុកនៅចរាចរណ៍ខណ្ឌពោធិ៍សែនជ័យដើម្បីរងចាំការដោះស្រាយនៅពេលក្រោយមិញប្រុងអីប្រុងមីរបស់យកមែនទេគេឈ្មោះមីអីចូល
mô đã sợ ấy từ mi cái chóc cái mô rồi ấy đó đang ấy tại còn là thời trăm chập về màu nữa tới mô tô miền cà phê tôi chơi cà phê ở miền cà phê luôn ai nhỉ về chứ anh nè là chuyện là còn trong lên sao chỉ vui kiểu này còn than lúc thì cô cai piện đi thầy mô tô tự bộc lan bạ trường mà nữ vì chẳng vừa thâu mô tô tự bộc lan đã anh ấy vừa thâu khôi mô tô men ấy tự bộc bạ trường mà nữ vĩnh chứ mô tô mình nói là bao mô tô chắc bạn còn thay chọn anh vậy ta mình mình nè bạn chi mô tô xong cái dân tàu tự bộc lan nắng chân lên chạp ra mô tô tự bộc lan bạ trường mà nữ chẳng mô tô bộc lan là nâng khôi mô tô được khôi lan mình tự bạ trường nữa này bà đó mình nhẹ chi một tô xong cái đấy tự bộc lan hay bà nào hay bạ trường ôi thử lục ất đo cả na chứ một quạt bẹo tay chứ ai là thế ta một tô tự bộc nâng một tô bạ trường tự so hay mấy ta cụt chẳng một tô tự bạ trường do việc bộc này ai đọc về một tô nó vừa nơi là bươn một tự bộc tự so tiền đai ở chia sẻ lại cho ta chua mồm chia đóចាតើជួយបន្តទៀតគឺករណីស្រវឹងស្រាហើយជិះម៉ូតូបញ្ច្រាស់ទិសដៅចរាចរណ៍ក៏ទៅបុកម៉ូតូមួយគ្រឿងទៀតរងរបួសធ្ងន់2នាក់និងស្រាលម្នាក់បង្កឡើងដោយម៉ូតូ2គ្រឿងបុកគ្នាកាលពីវេលាម៉ោង 11:50 នាទីយប់ថ្ងៃទី 1 ខែធ្នូត្រង់ចំណុចមុខផ្ទះលេខ 266D ភូមិស្វាយប៉ាសង្កាត់ស្វាយប៉ាខណ្ឌឫស្សីកែវម៉ូតូបង្កម៉ាអែបលេខពណ៌សលាយពណ៌ត្រួយចេកជិះម្នាក់ឯងបញ្ច្រាស់ទិសដៅចរាចរណ៍នៅក្នុងស្ថានភាពស្រវឹងចំណែកម៉ូតូរងគ្រោះម៉ាក Honda Dream ពណ៌ខ្មៅជិះគ្នា3នាក់ស្រី2នាក់និងប្រុសម្នាក់ជាអ្នកបើកបរហើយតាមប្រភពព័ត៌មានពីកន្លែងកាត់ហេតុបានឲ្យដឹងថាមុនពេលកាត់ហេតុគេបានឃើញម៉ូតូបង្កបើកបរពីជើងទៅត្បូងក្នុងស្ថានភាពស្រវឹងហើយជីបញ្ច្រាស់ទិសដៅចរាចរណ៍ទៅបុកម៉ូតូរងគ្រោះទិសដៅពីត្បូងទៅជើងបណ្ដាលឲ្យដួលអស់ជាង10ម៉ែត្ររងរបួសធ្ងន់2នាក់និងស្រាលម្នាក់ចំណែកអ្នកបង្កគឺមិនមានរងរបួសនោះទេក្រោយពេលកាត់ហេតុអ្នករងរបួសធ្ងន់ក៏ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅគ្លីនិកឯកជនចំណែកម៉ូតូទាំងពីរគ្រឿងក៏ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍ស្វាយប៉ារងចាំការដោះស្រាយតាមផ្លូវច្បាប់ចាបន្តចូលមួយរឿងទៀតគឺម៉ូតូវេវឆ្លងផ្លូវទៅបុកនឹងរថយន្តតាកូម៉ារងរបួសម្នាក់ជាដំណំម៉ូតូមួយគ្រឿងបើកឆ្លងផ្លូវលឿនពេកក៏ជ្រុលទៅបុកនឹងរថយន្តបើកលើផ្លូវម្ខាងទៀតរងរបួសដំណំរងរបួសយ៉ាងដំណំកាត់ឡើងកាលពីវេលាម៉ោង 5:40 នាទីល្ងាចថ្ងៃទី 1 ខែធ្នូស្ថិតនៅលើកំណត់ផ្លូវជាតិលេខ 3 កែងនឹងផ្លូវសាលាសវណ្ណភូមិភូមិព្រៃព្រីងត្បូងសង្កាត់ចំចៅខណ្ឌពោធិ៍សែនជ័យហើយតាមប្រភពតាមប្រជាប្រដ្ឋឃើញហេតុការណ៍បានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញភៀកគីខាងម៉ូតូម៉ាកវេវពណ៌ខ្មៅបើកបរពីត្បូងទៅជើងលើកំណត់ផ្លូវជាតិលេខ 3 លុះដល់ចំណុចខាងលើបត់ឆ្លងផ្លូវចូលទៅផ្លូវបេតុងសាលាសវណ្ណភូមិជ្រុលទៅបុកនឹងរថយន្តតាកូម៉ាពណ៌សម្បកអលឹកដែលបើកបរពីជើងទៅត្បូងបណ្ដាលឲ្យដួលរងរបួសជាដំណំហើយខូចខាតរថយន្តនិងម៉ូតូក្រៅពីការហេតុគណៈដែលពុំមានអ្នករងរបួសទោះជានគរបាលប៉ុស្តិ៍ចំចៅទៅអន្តរាគមន៍គូវាបាញ់ថ្នាំយករថយន្តនិងម៉ូតូដាក់អែបគៀនខាងជិះវៀងការកកស្ទះចរាចរណ៍ក៏ដោយក៏ភាគីទាំងសងខាងសូមធ្វើការសម្របសម្រួលគ្នាដោយខ្លួនឯងដោយមិនមានសងសំណងអ្វីនោះទេប្រជាប្រដ្ឋបានលើកឡើងថាផ្លូវចំណិតខាងលើនេះគឺជាផ្លូវបំបែកជា3ដែលមានផ្លូវបេតុង1បែកចេញជាផ្លូវបែកចេញពីផ្លូវជាលេខ 3 កាត់ក្នុងភូមិព្រៃព្រីងត្បូងចូលទៅសាលាសវណ្ណភូមិកាត់ទៅផ្លូវជាលេខ 4 ត្រង់ចំណុចសាលាសង្កាត់ចំចៅហើយចំណុចផ្លូវខាងលើនេះសឹងតែរាល់ថ្ងៃរាល់យប់ទៅហើយគឺកើតមានគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរឬស្រាលតែតែកើតមានជាញឹកញាប់នៅចំណុចខាងលើនេះគឺក៏ដោយសារតែការបើកបរមិនចេះយោគយល់អធ្យាស្រ័យគ្នាហើយបើកលឿនលឿនផងក៏ត្រង់ចំណុចផ្លូវឆ្លងកាត់ហើយចំណុចខាងលើក៏មិនមានដាក់ស្លាកសញ្ញាសម្គាល់បង្ហាញពីលក្ខណៈបង្ហាញពីលក្ខណៈផ្លូវបង្ហាញពីទិសដៅចរាចរណ៍ឡើយរួមផ្សំទៅនឹងអ្នកបើកបរនឹងខ្វះការប្រុងប្រយ័ត្នទៅធ្វើឲ្យកន្លែងនេះគឺគ្រោះថ្នាក់ជារឿយៗតែម្ដងចាបញ្ចប់នៅរឿងនេះបន្តទៅរឿងជាបន្តទៀតគឺជាងផ្សារដែកម្នាក់ឆ្លងចរន្តខ្សែកាបស្រាតចាឆក់ខ្លោចមួយកំណាត់ខ្លួនខ្សែកាបស្រាតឬមនុស្សស្រាតខ្សែកាបអញ្ចឹងបាទមិនមនុស្សស្រាតដើរទៅខ្សែកាបឆក់អីអត់ទេតាមើលតិចមើលកុំឲ្យដឹងឲ្យច្បាស់កុំឲ្យចំភាំងដែរនិយាយចាយុវជនម្នាក់ជាជាងផ្សារដែកកំពុងតែឡើងផ្សារដំបូលយ៉ាបនៅចិត្តខ្សែកាបដែលស្រាតធ្វើឲ្យឆ្លងចរន្តផ្ទុះឆក់ខ្លោចដងខ្លួននិងរយៈមុខហូរឈាមត្រូវបានអត់ស្រោមណាយើងចេះកុំនៃស្រាតមើលមនុស្សមិនទេវ៉ៃយើងខ្សែកាបអត់ស្រោមចាំអានចប់សិនមើល
ត្រូវបានប្រជាប្រដ្ឋនៅក្បែរកន្លែងកាត់ហេតុនាំគ្នាយកទៅកប់ដីខ្សាច់បង្កមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង 1:30 នាទីរសៀលថ្ងៃទី 1 ខែធ្នូឆ្នាំ 2015 នៅក្នុងភូមិធម្មត្រីសង្កាត់ព្រៃសរខណ្ឌដង្កោយុវជនដែលត្រូវខ្សែភ្លើងឆក់នោះគឺមានឈ្មោះថាធីមអាយុ 19 ឆ្នាំមានមុខរបរជាជាងផ្សារដែកស្នាក់នៅភូមិផ្សារត្រពាំងថ្លឹងសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យហើយមានស្រុកកំណើតនោះគឺនៅស្រុកកោះសុទិនខេត្តកំពង់ចាមបើតាមប្រភពព័ត៌មានពីកន្លែងកាត់ហេតុបានឲ្យដឹងថាមុនពេលកាត់ហេតុផ្ទះមួយល្វែងទើបនឹងសាងសង់បានតដំបូលយ៉ាបនៅខាងមុខដោយមានជាងផ្សារដែកចំនួន 3 នាក់ហើយជនរងគ្រោះបានឡើងទៅលើដំបូលដើម្បីរៀបចំផ្សារដែកចំណែកឯជាង 2 នាក់ទៀតនៅខាងក្រោមចាំហុចដែកខណៈដែលជនរងគ្រោះកំពុងតែរៀបចំផ្សារនៅលើដំបូលដែលមានកម្ពស់ 4 ម៉ែត្រពីដីហើយនៅសល់ប្រមាណតែ 1 ម៉ែត្រទៀតដល់ខ្សែកាបដែលស្រាតហ្នឹងនៅខាងលើធ្វើឲ្យស្រូបចរន្តបណ្ដាលឲ្យផ្ទុះបែកផ្កាភ្លើងឆក់ជនរងគ្រោះធ្លាក់ពីលើដំបូលបណ្ដាលឲ្យខ្លោចដងខ្លួននិងរយ៉ាំមុខហូរឈាមហើយភ្លាមៗនោះប្រជាប្រដ្ឋបាននាំគ្នាសែងយកទៅកប់ដីខ្សាច់និងស្រោចទឹកដើម្បីជួយសង្គ្រោះបឋមបន្ទាប់មកទៀតគឺរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសមាដើម្បីធ្វើការសង្គ្រោះជាបន្ទាន់នោះវាមិនដល់សល់ម៉ែត្រទេ 4 ម៉ែត្រ 4 ម៉ែត្រឆក់ឲ្យដោយសារតែនោះដែលអាដែកផ្សារដែលផ្ទះហ្នឹងវាជាតិដែកនេះអានេះវាជាតិដែកទាំងអស់ដល់អញ្ចឹងជាតិដែកហ្នឹងវាស្រូបជាមួយនឹងអាខ្សែកាបអត់ស្រោមហ្នឹងហើយបាទវានៅតទេស្អាតនោះអញ្ចឹងវាស្រូបជាមួយនឹងអាដែកនេះគៀកឃើញទេអូយក៏ទៅគៀកម្លឹងទៅបាទកុំហ៊ានពេកថ្ងៃក្រោយព្រោះនេះសឹកតដែកហ្នឹងដូចជាដែកឆក់អញ្ចឹងស្រូបគ្នាដល់ស្រូបគ្នាអញ្ចឹងទៅណេះឆក់មនុស្សហ្នឹងទាញយកទៅតែម្ដងកុំលេងជាមួយវាវើយអាខ្សែកាបធំនេះអត់បានទេបាទប្រយ័ត្នប្រយែងណាជាងទាំងឡាយណាគ្រោះថ្នាក់ណាស់ចំពោះខ្សែកាបធំដែលពេលដែលយើងធ្វើអីមួយខ្ញុំបើសិនជាយករូបភាពមកលោកអ្នកប្រកាសជាបានយល់ក្នុងរូបវីដេអូមួយនៅក្នុង Facebook មិនគេធ្វើលាបផ្ទះរួចហើយវាមានអានឹងគេហៅអីបទាណាបទានឹងមានកង់សម្រាប់រុញទៅដាក់គៀនជាងបាទរុញអញ្ចឹងអាបទានឹងវាមានគ្នា6នាក់រុញចាបាទដែកវែងដល់ពេលរុញអញ្ចឹងទៅរុញទៅប៉ាកាបលើមនុស្សទាំង6នាក់ដែលរុញបទានឹងទាំងអស់អូស្អិតជាប់គ្នាហ្មងទាំងអស់ចាប៉ះទុះភឹងឆេះភ្លាមហ្មងបាទហ្នឹងអញ្ចឹងបានថាឲ្យទៅមើលលើមែនតែនធ្វើអីទៅមើលលើមែនតែនខ្សែភ្លើងខាងលើបាទញើសដល់លោកហើយតោះទៅទៀតចាបន្តចូលមួយរឿងទៀតគឺរកម្ចាស់ម៉ូតូកង់3ហ្នឹងឃើញហើយតែនៅសល់តែម៉ូតូគប់ជ្រុងចាពីម្សិលមិញដែលយើងផ្សាយកង់3ហ្នឹងឃើញហ៎ឥឡូវមើលខ្ញុំឥឡូវចឹងខ្ញុំជំរាបវិញចាជើញម្សិលមិញលោកអ្នកមិនយើងប្រកាសប៉ូលីសគាត់ឲ្យប្រកាសថាគាត់រកឃើញម៉ូតូកង់3មួយហើយនឹងម៉ូតូគប់ជ្រុងមួយអត់ឃើញម្ចាស់ទេបាទនឹងជាចោលលួចយកមកទុកចោលហ្នឹងឬក៏ម្ចាស់ស្វឹងតែមិញមិនខ្ញុំនិយាយយ៉ាងចាអញ្ចឹងបកាយរកដល់ឥឡូវហ្នឹងម្ចាស់ម៉ូតូកង់3ហ្នឹងរកឃើញហើយតែខាងម្ចាស់ម៉ូតូគប់ជ្រុងអត់ឃើញហើយមូលហេតុដែលនាំឲ្យម្ចាស់ម៉ូតូកង់3នេះបាត់ម៉ូតូខ្លួនឯងមិនមែនចោលលួចចោលប្លន់ទេគឺមកពីវង្វេងខ្លួនឯងដោយសារខ្លួនស្វឹងអីទឹកជ្រោចនេះໄວវាមានចឹងដែរណាសង្ស័យម៉ូតូគប់ជ្រុងស្វឹងដែរក៏មិនដឹងអត់ឃើញម្ចាស់សាមិញគប់ជ្រុងលេខម៉ានលេខម៉ានអត់ចាំដែរចាក្នុងនេះក៏អត់បានបញ្ជាក់ចាបាទបន្តិចនេះឈ្មោះអីគេបន្តិចហ្នឹងភ្លេចម៉ូតូកង់3ដោយសារខ្លួនស្វឹងខ្លាំងមើលអានតិចមើលខាងដើមតិចមើលចាបន្ទាប់ពីប្រកាសស្វែងរកម្ចាស់ម៉ូតូកង់3និងម៉ូតូគប់ជ្រុងមួយគ្រឿងដែលនគរបាលប៉ុស្តិ៍ទំនប់ទឹកយកមករក្សាទុកត្រូវបានម្ចាស់ម៉ូតូកង់3មើលឃើញតាមទូរទស្សន៍ហើយបានយកឯកសារមកបង្ហាញសមត្ថកិច្ចយកត្រឡប់ទៅវិញកាលពីវេលាម៉ោង 2:30 នាទីរសៀលថ្ងៃទី 1 ខែវិច្ឆិកាសង្កាត់ទំនប់ទឹកខណ្ឌចំការមុនអ្នកបើកបររមាក់ម៉ូតូគឺមានឈ្មោះថាសម្បត្តិសុខឃីមភេទប្រុសអាយុ30ឆ្នាំមុខរបរជាបុគ្គលិកដឹកអីវ៉ាន់ស្នាក់នៅឃ្លាំងស្ថិតនៅក្នុងសង្កាត់បឹងទំពុនខណ្ឌមានជ័យរាជធានីភ្នំពេញហើយមានស្រុកកំណើតនៅភូមិពងទឹកឃុំវល់សស្រុកសំរោងទងខេត្តកំពង់ស្ពឺហើយបានឲ្យដឹងថាកាលពីម៉ោង 6 ព្រលឹកថ្ងៃទី 29 ខែវិច្ឆិកាឆ្នាំ 2015គាត់បានទៅផឹកស៊ីនៅឃ្លាំងដែលគេស្នាក់នៅចារួចជិះម៉ូតូកង់3ទៅបន្តផឹកនៅផ្ទះពូនៅសង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យរហូតដល់ម៉ោង 11:30 នាទីយប់ថ្ងៃទី 29 ខែវិច្ឆិកាឆ្នាំ 2015ក៏ចេញមកវិញគោលបំណងត្រឡប់មក
ឃ្លាំងវិញដោយសារតែសវឹងខ្លាំងពេកវងវិញវងវាន់តែមិនដឹងថាឈប់នៅកន្លែងណាក៏ទៅដេកនៅឃ្លាំងដោយមិនដឹងថាជាអ្វីទៅចាដោយមិនដឹងថាជាអ្វីហ្នឹងទៅដល់ឃ្លាំងលុះព្រឹកឡើងវេលាម៉ោង 7 ព្រឹកថ្ងៃទី 30 ខែវិច្ឆិកាឆ្នាំ 2015ទើបថៅកែសួររកឯណាម៉ូតូកង់3ទើបភ័យស្លន់ស្លោរត់ទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់បឹងទំពុនខណ្ឌមានជ័យព្រោះស្នាក់ជាកន្លែងស្នាក់នៅហើយស្រវឹងវងវិញវងវាន់មិនដឹងថាទុកម៉ូតូកង់3ហ្នឹងនៅណាចាណែអានេះគេហៅថាបន្តិចវងស្រវឹងវងវែងចាគាត់ឈ្មោះផ្លេចម៉ូតូកង់3អានេះនៅពងស្ពឺទៅនេះចាស្គាល់ដែរអត់ទេមិញចាណាចានៅកំពង់ស្ពឺចានៅវ៉ាសហ៎ចាកំពង់វ៉ាសឃុំវ៉ាសស្រុកសំរោងតងអេខ្ញុំស្គាល់ឃុំភូមិបាទចាអូភូមិពងទឹកក៏ស្គាល់ទៀតស្គាល់តាភូមិពងទឹកឃុំវ៉ាសឃុំភូមិពងទឹកខ្ញុំទៅដើរបិណ្ឌបាតមួយលោកទៀតខ្ញុំកែដេញណាបាទទេកែដេញនៅផ្លូវទៀតភ្លើងនៅភូមិផ្លូវទៀតភ្លើងហើយនៅភូមិចកាដូងណានេះតើហាន់លោកអើយកែដេញចាំកវត្តបាតលោកចោលrồi ងុនពេងបាទទៅតែជឿនតោះបន្តទៀតចាបន្តទៀតចាកាប់ដើមសក្រំរលំសង្កត់លើខ្លួនវិញរងរបួសធ្ងន់បរិបម្នាក់កំពុងតែកាប់ដើមសក្រំស្រាប់តែរលំមកសង្កត់លើខ្លួនឯងបណ្ដាលឲ្យរងរបួសធ្ងន់ក៏ត្រូវបានបងប្អូនដឹកមកសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈកាលឡើងកាលពីវេលាម៉ោង 10:30 នាទីព្រឹកថ្ងៃទី 1 ខែធ្នូនៅក្នុងភូមិតេះឃុំតាសាវស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺបរិបដែលដើមសក្រំរលំសង្កត់មានឈ្មោះថាសួងពេជ្រអាយុ 39 ឆ្នាំមុខរបរជាកសិករស្នាក់នៅក្នុងភូមិតេះឃុំតាសាវស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺហើយតាមប្រភពពីបងប្អូនបរិបរងគ្រោះបានប្រាប់ថានៅព្រឹកកើតហេតុបរិបខាងលើបានកាប់ដើមសក្រំដែលនៅក្នុងភូមិដែលមានទំហំមួយអោបដោយប្រើរណាត្រង់ត្រង់តនើចាខណៈដែលកំពុងតែហើយដើមឈើខាងលើរលំស្រាប់តែដួលវត្តមកសង្កត់ពីលើគាត់វិញតែម្ដងឃើញដូចនោះបងប្អូនបាននាំគ្នាប្រើចាប់នាំគ្នាជួយដើម្បីយកជនរងគ្រោះចេញហើយព្រោះដើមសក្រំធំហើយធ្ងន់តើតែប្រើដោយសម្រាប់ដោយរថយន្តមកដោយឡើងតាមប្រភពដដែលបានប្រាប់ទៀតថាក្រោយពីដោយហើយក្រោយពីដោយយកជនរងគ្រោះចេញមកហើយបានប្រញាប់ដឹកយកជនរងគ្រោះមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺតែដោយសារតែស្ថានភាពជំងឺនឹងធ្ងន់ធ្ងរពេកក៏បញ្ជូនមកសង្គ្រោះបន្តនៅមន្ទីរពេទ្យព្រះកុសុមៈនៅរសៀលថ្ងៃដដែលអ្នកកាប់ឈើកាប់រស័យត្រូវមានការប្រុងប្រយ័ត្នបើមិនដឹងពីរបៀបនៃការកាប់ទេគ្រោះថ្នាក់ដោយសារតែដើមឈើសកត់ដើមឈើដួលរលំលើខ្ញុំធ្លាប់ก่อนនោះឡើងថ្នោតដើរកាប់ប្រអោងចាก่อนនោះសបោអាស័យតែឥឡូវនោះអស់អាស័យហើយចាដើរកាប់បង្អោងតាមអូបង្អោងតាមអូចង់ថ្នោតđóណាហើយមិត្តភ័ក្ដិខ្ញុំគេធ្លាប់ដើរកាប់មួយគ្នាដែរកាប់បង្អោងកាប់ដើរបោចវល្លិដើម្បីចងថ្នោតនោះព្រោះធម្មតាបើឧទាហរណ៍ថាដើមចិត្តដល់ឡើងថ្នោតទៅយើងដើរកាប់បង្អោងមុនហើយចាដើរកាប់យកមកត្រាំទឹកយកបង្អោងនេះមកត្រាំទឹកដើម្បីទុកចងថ្នោតហើយពេលដែលយើងកាប់ខ្លះដើមអាស័យណាដើមអាស័យប្រអោងវាមិនសូវធ្លាក់នេះហ្មងនេះប៉ុន្តែបើអាស័យពីងពងដូចចង្អៀតអីអាស័យពីងពងវាមិនសូវមានមែកណាវាត្រង់ធ្លូដល់ពេលយើងកាប់មកកបិតម៉ាត់យើងអត់ចាប់អារម្មណ៍អានោះវាធ្លាក់មករលូននោះវ៉ាជុងជើងធ្លាយទៅបងអាកផ្លូវហ្នឹងហើយចាធ្លាយខ្លះទៀតកខ្លះទៀតស្លាប់ដោយសារតែរឿងធ្លាក់ឈើអត់ប្រយ័ត្នមើលណាពីព្រោះយើងគិតយើងលួសមែកវាហើយដល់ពេលយើងកាត់មកកបិតម៉ាត់អញ្ចឹងវាដូចជាយើងតម្រូវសម្រួលវាឲ្យស្រួលអញ្ចឹងមកកបិតគេហៅថាមកកបិតធ្លាក់មកល្អល់ពូជលុចទស្សនៈហ្នឹងបាទនេះខ្ញុំឆ្លងកាត់អស់ហើយអារឿងធ្វើបែបនេះឈើពោះកលពីសម័យខ្ញុំ8ជាងឈើអត់មានឈើត្រង់តនើទេមានតែអាណាហ្នឹងឥឡូវវាសម័យត្រង់តនើហើយបាទយើងតាដៃហ្នឹងបាទតោះឥឡូវនេះដូចជាពេលវេលាដល់ម៉ោងទៅហើយណាបាទទៅតែនៃជនឥឡូវនេះសូមពេលសម្រាប់តិចទៀតសិនបាទតិចទៀតយើងវិលមកជួបគ្នាវគ្គចុងក្រោយណាហើយនឹងមានរឿងរ៉ាវតាក់ទងនឹងជំនួយហើយនឹងរឿងរ៉ាវផ្សេងទៀតដែលយើងមិនទាន់បានជម្រាបជូនទៅតែនៃជនបាទឥឡូវសូមពេលសម្រាប់បន្តិច